បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីរាប់អានបាទថ្ងៃនេះខ្ញុំបាទតាចំបៃបាទគុណអ្នកចំការសូមមកបង្ហាញថ្នាំមួយមុខទៀតហើយថ្នាំនេះគឺបង្ហាញទៅតាមសំណុំពរពុកម៉ែបងប្អូនជាច្រើនអ្នកបាទក៏សំណុំពរខ្ញុំជួយបង្ហាញថ្នាំជាបាលជំងឺដុសសាច់បំពង់កណាបាទយើងដុសសាច់បំពង់កអញ្ចឹងមានថ្នាំអីអញ្ចឹងមុននឹងប្រាប់ខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនថាថ្នាំនេះមិនមែនត្រឹមតែត្រូវដុសសាច់បំពង់កទេពុកម៉ែបងប្អូនណាបាទអញ្ចឹងអ្នកកើតដុំគីសពួកនៅលើស្បែកបាទពួកដុំនៅលើស្បែកបាទដុំគីសស្បូនបាទនិយាយទៅឲ្យប្រភេទគីសត្រូវទាំងអស់ពុកម៉ែបងប្អូនណាបាទត្រូវទាំងគីសត្រូវទាំងដុសសាច់បំពង់កហើយជាពិសេសទៀតនោះបងប្អូនមានជំងឺដូចជាធ្លាក់សរសៃគូតណាបាទធ្លាក់សារគូតហើយនឹងជំងឺរដូងបាតក៏អាចត្រូវដែរឆ្នាំនេះណាពុកម៉ែបងប្អូនអញ្ចឹងវិសេសវិសាលណាស់អញ្ចឹងបានមុននឹងប្រាប់ពុកម៉ែបងប្អូនសំណុំពរខ្ញុំសូមឲ្យពុកម៉ែបងប្អូនជួយចុច share ចែករំលែកចែកគ្នាចេះចែកគ្នាដឹងពុកម៉ែបងប្អូនថាឆ្នាំនេះមានគុណតម្លៃមានគុណប្រយោជន៍សម្រាប់បងប្អូនច្រើនណាស់ហើយឆ្នាំនេះខ្ញុំលក់បាទយកលុយបានច្រើនលានហើយប៉ុន្តែថ្ងៃនេះដោយសារសំណុំពរពុកម៉ែបងប្អូនសូមច្រើនពេកខ្ញុំក៏យកមកបង្ហាញពុកម៉ែបងប្អូនទៅដូចលក់ឆ្នាំងបាយខ្លួនឯងអញ្ចឹងពុកម៉ែបងប្អូនអើយហ្នឹងហើយអញ្ចឹងក៏ហើយចោះចែកទៅចោះពុកម៉ែបងប្អូនណាអញ្ចឹងក៏សូមឲ្យពុកម៉ែបងប្អូនជួយ share តែប៉ុណ្្នឹងទៅណាច់តែខ្ញុំចំណាយឱសថដ៏វិសេសវិសាលល្អនេះសម្រាប់ពុកម៉ែបងប្អូនហើយក៏សូមឲ្យពុកម៉ែបងប្អូនជួយ share ចែកគ្នាដឹងចែកគ្នាចេះទៅក្រែងលោមមានបងប្អូនដុសសាច់ពងកដុំគីសក្នុងស្បូនគីសលើស្បែកធ្លាក់សាគូតឬក៏រដូងបាតអីជាដើមហ្នឹងគឺអាចត្រូវពុកម៉ែបងប្អូនណាប៉ុន្តែរដូងបាតនិងសាលគូតហ្នឹងវាមិនអាចថាត្រូវទាំងស្រុងទេប៉ុន្តែក៏អាចថាត្រូវដែរណាគ្រាន់បើជាងអត់ត្រូវតែចំពោះដុំគីសឬដុសសាច់ពងកនោះគឺត្រូវ 100% តែម្ដងពុកម៉ែបងប្អូនណាហើយស៊ីលុយរាប់ពាន់ដុល្លារឆ្នាំនេះថ្ងៃនេះខ្ញុំសម្រេចចិត្តយកមកចែកពុកម៉ែបងប្អូនទៅចោះហើយសារពុកម៉ែបងប្អូនក៏សុំច្រើនពេកអញ្ចឹងពុកម៉ែបងប្អូន share ទុកណាបាទ share ទុកម្នាក់មួយទៅហើយ share ចែកគ្នាស្គាល់ផងបាទតោះឥឡូវទាំងអស់សរុបឆ្នាំនេះពុកម៉ែបងប្អូនមានចំនួន7មុខណាពុកម៉ែបងប្អូនមាន7មុខឥឡូវខ្ញុំចាប់ដើមរាប់ពីមុខទី1ទៅបដាហើយណាអញ្ចឹងចាប់រាប់មុនគេគឺប្រទាលស្បូនស្ត្រីអានេះគេលក់មិនខ្វះទេពុកម៉ែបងប្អូនណាតាមអនឡាញក៏មានលក់ដែរបងប្អូនរួមបានក៏អាចទិញពីខ្ញុំទៅក៏បានដែរទី1ប្រទាលស្បូនស្ត្រីពុកម៉ែបងប្អូនចំណាំអញ្ចឹងណាបាទទី1ហ្នឹងគឺជាប្រទាលស្បូនស្ត្រីរីឯចំណែកទី2នេះបាទគឺជាស្មៅជើងក្រាស់ពុកម៉ែបងប្អូនស្មៅជើងក្រាស់បាទស្មៅជើងក្រាស់ទី2រីឯទី3នេះគឺដើមក្បាលរុយបាទដើមក្បាលរុយពុកម៉ែបងប្អូនដឹងហើយក្បាលរុយបាទរីឯទី4បាទទី4នេះបាទគឺស្លឹកទៀបបារាំងពុកម៉ែបងប្អូនបាទទី4ស្លឹកទៀបបារាំងបាទទី4ទៀបបារាំងចុះទី5នេះគឺបន្លាប្រក្របបាទបងប្អូនឬក៏ហៅថាបន្លាប្រក្រាបមកណាបាទចឹងទី5បន្លាប្រក្របរីឯទី6ស្លឹកអាស័យព្រៃតែសូមបញ្ជាក់ពុកម៉ែបងប្អូនចំពោះស្លឹកអាស័យនេះមិនបាច់គិតថាស្លឹកអាស័យព្រៃអីទេណាពុកម៉ែបងប្អូនបើរស់ស្លឹកអាស័យព្រៃមិនបានពុកម៉ែបងប្អូនអាចរកស្លឹកពីងពងឬស្លឹកអាស័យស្រុកស្លឹកអាស័យកែវស្លឹកអាស័យគេដាំមកទឿហ្នឹងឯងបានទាំងអស់ពុកម៉ែបងប្អូនណាបាទហ្នឹងហើយអញ្ចឹងទី6ស្លឹកអាស័យរីឯទី7នេះគឺឆ្កែស្រែងខ្មៅពុកម៉ែបងប្អូនណាឆ្កែស្រែងខ្មៅនេះដើមឆ្កែស្រែងខ្មៅហើយបងប្អូនរួមមិនបានឆ្កែស្រែងខ្មៅក៏អាចទិញពីខ្ញុំទៅក៏បានដែរតែបងប្អូនរួមបានក៏រួមទៅណាអញ្ចឹងថ្ងៃនេះខ្ញុំមកចែកនៅឱសថដ៏ពិសេសដែលខ្ញុំលក់បាទរកលុយបានរាប់ពាន់រាប់ម៉ឺនដុល្លារហ្នឹងថ្ងៃនេះយកមកឲ្យបងប្អូនហើយអត់លាក់ទេបងប្អូនណានឹងស្មើនឹងគេថាលក់ឆ្នាំងបាយខ្លួនឯងហើយបើណាហេតុតែចង់ឲ្យបងប្អូនបានចេះបានដឹងគេលោកបងប្អូនខ្លះគាត់ខ្សត់ពិបាករកលុយក្នុងការទិញថ្នាំអញ្ចឹងបងប្អូនបាទ share ទុកទៅបាទតែឆ្នាំនេះខ្ញុំសំលក់ពុកម៉ែបងប្អូនសូមបញ្ជាក់ថាមួយកញ្ចប់តម្លៃ 60000 រៀលបាទថ្នាំទាំង7មុខនេះណាបាទខ្ញុំសំលក់ក្នុងតម្លៃមួយកញ្ចប់បាទ 60000 រៀលហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូន share ចំណាំទុកទៅវាមាន7មុខហ្នឹងហើយ share ម្នាក់មួយទៅពុកម៉ែបងប្អូនថ្នាំនេះខ្ញុំដូចថាលក់ឆ្នាំងបាយខ្លួនឯងហើយសម្រាប់បើកចំហឲ្យបងប្អូនចេះឲ្យពុកម៉ែបងប្អូនដឹងគាត់ត្រាចំណាំចាំទុកទាំងអស់គ្នាទៅអានឹងដុសសាច់ពងកបាទដុំគីសស្បូនគីសលើស្បែកក្តីបាទឬដងបាតក្តីធ្លាក់សន្សាគូតក្តីពុកម៉ែបងប្អូនណាបញ្ហាទាំងអស់ហ្នឹងគឺឱសថទាំង7មុខនេះគឺអាចព្យាបាលបានតែម្ដងបាទតែផ្ដោតពិសេសទៅជាងគេនេះគឺដុសសាច់ពងកនិងដុំគីសនឹងតែម្ដងគឺជា 100% ដែលយើងចំណាយលុយអស់រាប់ពាន់ដុល្លារ
ក្នុងការព្យាបាលអញ្ចឹងបងប្អូនរស់ឆ្នាំនេះទៅណាបាទរស់ឆ្នាំនេះភាសាទៅតែចំពោះបរិមាណយ៉ាងម៉េចយ៉ាងម៉ាពុកម៉ែបងប្អូនយួរដោយខ្លួនឯងដោយមិនបាច់ចាំសួរខ្ញុំយួរស្លឹកអាស័យប្រមាណស្លឹកបន្លាប្រក្លបប្រមាណអីប្រមាណពុកម៉ែបងប្អូនស្មានដោយខ្លួនឯងទៅចោះទីហោថាបើបន្លាប្រក្លបប៉ុណ្ណឹងពុកម៉ែបងប្អូនស្លឹកអាស័យក៏ប៉ុណ្ណឹងដែរអញ្ចឹងទៅណាបាទស្លឹកទៀតក៏ប៉ុនបរិមាណឲ្យស្មើគ្នាអញ្ចឹងទៅនៅក្បាលរុយក៏ស្មើគ្នាស្មៅជើងក្រាស់នេះក៏ស្មើគ្នានឹងដែររីឯប្រទាលនេះយើងយកតែស្លឹកទេអត់យកដោយទាំងមើមទេណាវាច្រឡំបាទយើងយកតែស្លឹកទេបាទបរិមាណគឺឲ្យស្មើគ្នាទាំងអស់ឲ្យឆ្កែស្រែងហ្នឹងយើងក៏ច្រាំហើយចាប់ក្រាប់ចឹងមកបាទក្រាប់ផាសណាមិនក្រាប់តឹងក៏មិនក្រាប់ភីដែរមកក្រាប់ផាសប៉ុណ្ណេះគេក្រាប់ផាសបាទចឹងឆ្កែស្រែងមកក្រាប់ផាសមកដាក់ក្នុងឆ្នាំងបងប្អូនដាំទឹកផឹកទៅជារៀងរាល់ថ្ងៃណាហើយសូមបញ្ជាក់ថាអ្នកដែលដោះសាច់កំពង់កគឺឲ្យផឹកទឹកក្តៅអ៊ុនអ៊ុនអត់ឲ្យត្រជាក់ទេបាទអ្នកដែលកើតដោះសាច់នៅក្នុងបំពង់កគឺត្រូវតែផឹកទឹកនៅពេលក្តៅអ៊ុនអ៊ុនមកយើងទ្រាំបានណាបាទកុំឲ្យត្រជាក់ណាបាទកុំឲ្យត្រជាក់សោះដោយសារក្តៅនោះវាទៅជួយស្អំបាទវាទៅជួយស្អំមកសាច់នោះវាឆាប់ស្រករីឯដោះលើស្បែកបងប្អូនដោះគីសពួកលើស្បែកបងប្អូននេះពេលបងប្អូនផឹកឲ្យបងប្អូនយកអាស្លឹកប្រទាលស្បូននេះបងប្អូនដាក់រោលលើភ្លើងក្តៅហើយយកមកស្អំទៅលើស្បែកហ្នឹងទៅបាទផឹកផងស្អំផងបងប្អូនយកស្លឹកប្រទាលហ្នឹងទៅដល់រោលលើភ្លើងក្តៅអ៊ុនៗដល់សកត់លើអាដែងដុំគីសដែលវាពួកលើស្បែកយើងហ្នឹងណាផឹកផងស្អំផងបាទតែមួយអាទិត្យគឺបាត់ហើយណាអត់យូរទេអ្នកដោះគីសលើស្បែកពួកកកខាងក្រៅណាមិនដោះសាច់បំពង់កដោះពីលើកយើងខាងក្រៅបាទដោះជាប់នឹងស្មាយើងហ្នឹងអ្នកខ្លះពកប្រព័ន្ធភ្លើងក៏មានដែរបាទអញ្ចឹងបងប្អូនផឹកអានេះទៅហើយយកអាស្លឹកគីសនេះគេហៅស្លឹកប្រទាលគីសឬហៅប្រទាលស្បូនស្ត្រីហ្នឹងបងប្អូនយកទៅរោលភ្លើងក្តៅឲ្យស្អំពីលើអាកន្លែងដុំគីសពួកលើកកយើងទៅជារៀងរាល់ថ្ងៃទៅបងប្អូនវានឹងជាឲ្យបាត់ទៅតែម្ដងបាទមានអីទេបងប្អូនប៉ុណ្្នឹងឯងក៏សូមឲ្យបងប្អូនជួយ share ទៅហើយក៏បងប្អូនណាមិនទាន់បាន follow ជួយ follow លើ page តាចំបៃខ្ញុំម្នាក់មួយផងណាបងប្អូនបាទទីចុងក្រោយសូមគោរពជូនពរពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះបាទបានប្រកបជួបផ្ទះតែក្តីសុខក្តីចម្រើនរោគស៊ីមានបានអាយុវែងជាពិសេសកុំឲ្យមានរោគណាស្គាល់តែក្តីសុខក្តីចម្រើនពីពេលនេះតទៅបាទខ្ញុំបាទតាចំបៃគុណអ្នកចំការបាទសូមអរគុណសូមគោរពលាបាទ